តែមិនដែរយកមិនគេលក់ស្រួលទេអាល់ attention នេះកាន់តែធ្វើខ្លាំងឡើងហើយតើអីទៅជាឆ្មាជាឆ្កែនោះបែរជានាំមកផ្ទះអ្នកស្រីសូមចេញចុះទៅខាងក្រោមញ៉ាំអាហារជាមួយលោកស្រីនិងអ្នកនាងចាំងលោកស្រីអីមកទៅប្រាជាម្ដាយចង់ធីងឆាន់ហើយដែលមានមុខជាមនុស្សតែចិត្តជាបិសាតើអ្នកនាងចាំងជាអ្នកណាទេខ្ញុំដូចជាមិនធ្លាប់លើឈ្មោះនេះពីមុនមកនោះទេនៅឈរធ្វើអីទៀតឆាប់ចូលមកទីនេះមកគ្មានការអប់រំមែនអ្នកមិនវិនកុំខឹងជាមួយនាងអីអ្នកនេះស៊ឺខ្ញុំដឹងថានាងមិនបានមកពីគ្រួសារខ្ពង់ខ្ពស់ប៉ុន្តែមិនគួរធ្វើអរិយាប័ត្របែបនេះវានឹងធ្វើឲ្យបងធីងឆាន់អត់តម្លៃមួយមិនណាក៏បងធីងឆាន់ដែរខ្ញុំមិនស័ក្តិសមទេតែនាងស័ក្តិសមមែនទេប្រាប់ខ្ញុំមកនាងចាក់តែឲ្យយើងមកល្អមើលនេះទេខ្ញុំចាក់ឲ្យរួចហើយចាំទទួលទៅណាអូយនាងបងធីងឆាន់ខ្ញុំបងធីងឆាន់បងមកចាប់ពេលល្អណាស់អ្នកនាងស៊ឺធ្វើហួសហេតុពេកហើយម៉ាក់បាននាំឈិងថងមកជុំអញជាពិសេសតែមិនគិតថាឯងបែរជារៀបការជាមួយស្រីបែបនេះមើលរបៀបនេះទទួលភ្ញៀវទៅបើឯងមិនទាន់ចុះអេតាស៊ីវលទេបញ្ចប់ជាមួយនាងទៅនេះតាណាឲ្យនេះធ្វើបែបនេះគេមិនបានសួររឿងដែលកើតឡើងទេនៅក្នុងចិត្តរបស់គេពិតជាមិនជឿជាក់លើខ្ញុំពិតមែនទេខ្ញុំកំពុងតែសួរនាងហេតុអីមិនឆ្លើយជាមួយខ្ញុំនៅក្បែរនាងហេតុអីមិនចាំបាច់ធ្វើតែខ្លួនឯងបងធីងឆាន់បងតើខ្ញុំជាប់សាច់ឈាមជាមួយនាងមែនទេទើបហៅខ្ញុំថាបងបែបនេះខ្ញុំមើលទៅនាងខ្វះភាពកក់ក្ដៅពីគ្រួសារហើយឈិងថងគឺជាភ្ញៀវណាចំណែកនេះគឺជាសេចក្ដីរបស់លោកប៉ាខ្ញុំតើខ្ញុំប្រាប់ប្រមាណដងទៀតថាគ្រួសារហ្វូរបស់ខ្ញុំមិនស្វាគមន៍អ្នកទេហ្វូធីងឆាន់លោកក៏ដឹងថាខ្ញុំស្រឡាញ់លោកច្រើនឆ្នាំហើយមិនក៏លោកបានចិត្តដាក់ខ្ញុំបែបនេះនាងធ្វើបាបប្រពន្ធរបស់ខ្ញុំនិយាយបែបនេះគ្រួសារចាស់របស់ពូនាងគ្មានច្បាប់ពីនេះទេគ្មានយុត្តិធម៌និងច្បាប់ទម្លាប់ទេហ្វូធីងឆាន់លោកស្រីហ្វូតើពេញចិត្តហើយឬនៅតែលោកមិនចង់ដឹងរឿងដែលកើតឡើងទេប្រពន្ធរបស់លោកហ្វូធីងឆាន់ណាក៏មិនអាចប៉ះពាល់បានដែរមកទេគឺដើម្បីតែមុខមាត់គ្រួសារហ្វូសបានខ្ញុំប្រកាសជានៅក្បែរនាងជារៀងរហូតធីងឆាន់អរគុណបងហ្វូធីងឆាន់ឯងប្រមាថខ្ញុំម្ដងហើយម្ដងទៀតលើកនេះដល់ពេលដែលខ្ញុំចាត់ការឯងម្ដងហើយចាំមើលតើខ្ញុំចាត់ការឯងយ៉ាងម៉េចហៅឡូអ្នកដែលខលមកគឺជាម្ដាយចុងរបស់លោកហ្វូធីងឆាន់នាងនិយាយថាឲ្យតែពួកយើងអាចដេញសវណ្ណចេញពីផ្ទះគ្រួសារហ្វូបានពួកយើងនឹងអាចទទួលបានទ្រព្យសម្បត្តិតាមពិតមែនទេបើពួកយើងធ្វើបាបនាងហើយចុះបើហ្វូធីងឆាន់បានដឹងគិតយ៉ាងម៉េចទៅប៉ាមិនបាត់ទេនៅក្នុងអ៊ីនធឺណិតមានគេនិយាយពីគ្រួសារយ៉ាងច្រើនណាស់ពួកគេថាពួកយើងលួចទ្រព្យសម្បត្តិរបស់ស៊ឺវ៉ាន់ថាម៉េចពិតជាមិនអាចប្រមាថបានមែនពេលនេះឯងកាត់ត្រូវតែប្រញាប់ចាត់ការស៊ឺវ៉ាន់ហើយស៊ឺវ៉ាន់មកចាំអង្គុយចុះមកអង្គុយតាមស្រួលទៅដែលពួកយើងខានញ៉ាំបាយជុំគ្នាយូរណាស់មកហើយមិនបាច់ញ៉ាំបាយអីទេនិយាយត្រង់ណាតើចង់បានអីពីខ្ញុំនាងណែគឺថាលោកពូបានគិតច្បាស់រួចអស់ហើយគឺទ្រព្យសម្បត្តិរបស់ឯងពួកយើងប្រគល់ឲ្យឯងវិញពួកយើងនៅតែជាគ្រួសារតែមួយដដែលមែនទេកាត់បានច្បាស់ហើយប្រហែលជាដោយសារព័ត៌មានលើអ៊ីនធឺណិតទៅត្រូវបង្ខំចិត្តសិនកងហួរតើលោកកថាខ្ញុំងាយស្រួលបោកប្រាស់មែនទេស៊ឺវ៉ាន់មិនថាពួកយើងខកបែបណាទេយ៉ាងហោចណាស់ក៏គ្រួសារសិនបានចិញ្ចឹមនាងជាច្រើនឆ្នាំដែរចង់សំទោសខ្ញុំមែនទេបានចង់ផឹកស្រាមកែទេលោកងងមែនលើកនេះជាលើកចុងក្រោយរបស់នាងហើយខ្ញុំក៏ដល់នាងកងហួរពេលខ្លះខ្ញុំពិតជាសរសើរលោកនេះសូម្បីតែល្បិចថ្មីក៏គិតមិនឃើញដែរស៊ឺវ៉ាន់នាងស្រីចង្រៃ3ថ្ងៃខ្ញុំទុកពេលឲ្យ3ថ្ងៃយកគ្រប់យ៉ាងដែលជារបស់ខ្ញុំប្រគល់មកឲ្យខ្ញុំវិញបើមិនអញ្ចឹងខ្ញុំនឹងឲ្យគ្រួសារសិនត្រូវបំផ្លាញជាមិនខាន
ប្រហើនមែនហ៊ានធ្វើអាក្រក់ចំពោះមុខខ្ញុំផងឯង លេងកូនខ្ញុំតើលោកចង់សម្លាប់កូនខ្ញុំមែនទេអ្នកណាក៏បានគ្រួសារហ្វូចង់សម្លាប់មនុស្សហើយជួយផង ចាំងរងពេលដែលកូនស្រីអ្នកចង់សម្លាប់ខ្ញុំមិនឃើញអ្នកការពារអញ្ចឹងទេពេលនេះដល់ពេលដែលម្ដាយកូនអ្នកទាំងពីរត្រូវគេធ្វើបាបម្ដងហើយដល់លេងពួកគេទេកុំឲ្យប្រឡាក់ដៃបងអី អូបងទៅចាប់ឡើងទៅហើយទៅដល់លេងពួកគេ បើតាមទៅរកពួកគេមិនងាយបបងទេទោះបីជាពេលនេះខ្ញុំអាចសម្លាប់នាងបានតែខ្ញុំមិនចង់ឲ្យប៉ះពាល់ដល់គ្រួសារហ្វូទេ ផ្លេចទេបងស្ដាប់តាមអូន តែពេលនេះអូនចង់ទៅចាក់អេតាសិវជាមួយបងសិនណា ក្មួយស្រីបងពិតជាអាក្រក់ណាស់បើតាំងពីដំបូងបងស្ដាប់តាមខ្ញុំសម្រាប់នាងគឺចាប់បាត់ហើយពេលនេះនាងមកធ្វើបាបពួកយើងគ្រប់គ្នាបងឆាប់រកវិធីភ្លាមទៅ ពួកយើងមិនអាចប្រឆាំងនឹងគ្រួសារពូបានទេបើអញ្ចឹងត្រូវរកអ្នកជួយដែលមានសមត្ថភាពហើយរយ៉ានអញអាចចាប់យកអ្នកប្រុសនៃគ្រួសារមឹងបានដែរទេដើម្បីខ្ចីដៃគេសងសឹកឲ្យពួកយើង ថេងឆាន់តើអូនស្លៀកពាក់ឈុតនេះទៅចុះអេតាសិវស្អាតដែរទេជាតិមុនខ្ញុំមិនបានធ្វើឲ្យល្អសំណាងល្អដែលខ្ញុំកើតម្ដងទៀតបើមិនអញ្ចឹងខ្ញុំប្រកាសជាមានវិបត្តិស្រីហើយ តានេះកំពុងតែមើលស្អី ប្រកាសជាកំពុងមើលបងហើយអូនមានអារម្មណ៍ថាអូនបានស្គាល់បងជាយូរមកហើយប្រហែលជាវាសនាកំណត់ឲ្យពួកយើងជួបគ្នាហើយ លោកពូខ្ញុំមិនបានឃើញអីទេ អ្នកប្រមឹងកុំតាក់កុហលពេកអីកុំភ្លេចថាលោកបានសន្យាជាមួយនឹងខ្ញុំហើយណា ក្រែងនាងជាប្អូនស្រីខ្វាក់ភ្នែករបស់នាងមែនទេមិនអីទេចាំខ្ញុំចាត់ការឲ្យ បងត្រូវឡើងទៅលើហើយឆាប់ចុះមកវិញទេ អេបងចង់ទៅណា គឺបងទៅយកចិញ្ចៀនពេជ្រមកពាក់ឲ្យអូនតាអត់ស្អីពូចាំបងទីនេះហើយ នាងគឺជានាងវ៉ាន់មែនទេ លោកទីណា ប្អូនស្រីរបស់រោជីនស្អាតជាងយើងទៅមិនសំខាន់ខ្ញុំជាអ្នកណាទេអ្វីដែលសំខាន់នោះគឺនាងបានប៉ះពាល់មនុស្សដែលមិនគួរប៉ះពាល់បើនាងព្រមដេកជាមួយយើងមួយជុំយើងនឹងពិចារណាដោះលែងនាង អូតែលោកប្រកាសហើយ នាងហ៊ានបាយជើងផង យ៉ាងម៉េចនៅមិនទាន់ច្បាស់ទេ ស្រីចង្រៃថ្ងៃនេះនាងឯងត្រូវតែងាប់ ស៊ឺវ៉ាន់យើងចង់ឃើញនាងដប់តភ្នែងថានាងគួរឲ្យអាណិតប៉ុណ្ណា ងាប់ទៅ អូនមិនអីទេតែមិនជឿត្រង់ណាទេ ហ្វូទីឈិន អាយប្រហើនណាហ៊ានប៉ះពាល់រឿងរបស់ខ្ញុំហ៎បើអញ្ចឹងឯងឆាប់សាកមើលទៅ កុំរហ័នអីបើឯងសម្លាប់ជើងគ្រួសារមឹងនឹងកាប់ឯងជាកង់មិនខាន តើឯងគំរាមខ្ញុំហ៎នេះជាការជួបមុខដំបូងហើយនាំទៅ លែងជើងទៅលែងជើង ចាំហើយបើសិនជាគ្រួសារមឹងដឹងថាខ្ញុំជាអ្នកដែលធ្វើឲ្យមឹងជាត្រូវចាប់ខ្លួននោះពួកគេច្បាស់ជាមិនអស់លែងខ្ញុំទេ លែងជើងយើងជាកូនប្រុសគ្រួសារមឹងហួយជាអ្នកប្រុសទី4នៅក្នុងគ្រួសារបើឯងហ៊ានប៉ះពាល់យើងគ្រួសារមឹងជាស្អីទៅអ្នកណាជាមឹងសៀងហួយបែរជាហ៊ានមកប៉ះពាល់អ្នកស្រីហ្វូទោះជាគ្រួសារមឹង10គ្រួសារក៏មិនអាចសងគ្រប់ដែរ យ៉ាងអីឯងចេញសិនទៅកុំឲ្យអ្នកស្រីដឹងឲ្យសោះ អ្នកប្រុសហ្វូទីឈិនគឺឯង ឯងប្រហើនមែនចង់ឲ្យប្រពន្ធយើងដេកជាមួយឯងមែនទេ ឯងចង់ធ្វើស្អីខ្ញុំដឹងខុសហើយខ្ញុំមិនដឹងថានាងជាប្រពន្ធរបស់លោកទេខ្ញុំខុសហើយ
ក្រែងនិយាយថាគ្រួសារពូមិនអាចធ្វើឯងបានទេតើត្រូវដែរឬទេ ខ្ញុំក៏ហើយខ្ញុំមិនដឹងថានេះជាប្រពន្ធលោកសូមដោះលែងខ្ញុំទៅដោះលែងខ្ញុំទៅលែងខ្ញុំទៅ ដោះលែងឯងនៅក្នុងវចនានុក្រមរបស់ខ្ញុំវាគ្មានពាក្យបែបនេះទេ បាក់ឯងស្ដាប់ជើងគ្រួសារឯងនឹងត្រូវរលាយ បើអញ្ចឹងឯងឆាប់សាប់ទៅ ក៏បានហើយបើលោកនៅតែគេទៀតលោកនឹងបាន ឆាប់នាំទៅបន្ទប់មួយទៀតដើម្បីកុំឲ្យនេះខ្លាចឲ្យឆាប់ឡើងអើយ អ្នកស្រី តែជំងឺធីងឆាន់រឡើងទៀតហើយឯងដោយសារតែគេបារម្ភពីខ្ញុំតែគេត្រូវបានកំហឹងគ្រប់គ្រងមែនទេបើធ្វើតែពេលនេះគេត្រូវការខ្ញុំចង់នៅក្បែរគេ ធីងឆាន់ ចេញទៅខ្ញុំប្រាប់នេះចេញទៅ ធីងឆាន់ខ្ញុំឈឺណាស់តើអាចលេងដៃខ្ញុំបានទេ សិបាហេតុអីបានជាចូលមក អត់និយាយហើយថាពួកយើងត្រូវនៅជាមួយគ្នាអស់មួយជីវិតមិនថាពេលណាអស់នឹងនៅក្បែរបង សិបា